ហ៊ានកងម៉ារីនសហរដ្ឋអាមេរិកបានដាក់ឲ្យចូលនិវត្តន៍នៅយន្តហោះចម្បាំងដំបូងគេដែលមិនត្រូវការផ្លូវរត់ពេលចេញប្រតិបត្តិការក្នុងសង្គ្រាមលើសមរភូមិកងកម្លាំងម៉ារីនអាមេរិកកាលពីថ្ងៃពុធបានប្រារព្ធពិធីបញ្ចប់សេវាកម្មសម្រាប់ AVH Harrier ដែលជាយន្តហោះចុះចតនិងចុះចតបញ្ឈរដែលជានិមិត្តរូបនៃអាកាសចរម៉ារីនអស់រយៈពេល55ឆ្នាំមកហើយដែលជាការពេញចិត្តរបស់អ្នកទស្សនាកម្មវិធីទូរទស្សន៍និងធ្លាប់ជាប្រធានបទនៃពាណិជ្ជកម្មទូរទស្សន៍ Pepsi ដ៏ចម្រូងចម្រាសក្នុងនាមជាវេទិកាមួយដែលបានបន្តដាក់ពង្រាយនៅទូទាំងពិភពលោកយន្តហោះ Harrier ត្រូវបានចងចាំសម្រាប់កេរដំណែលប្រយុទ្ធដ៏ពិសេសសមត្ថភាពបញ្ឈរខ្លីនិងចុះចតវាបានធ្វើឲ្យកងម៉ារីននិងនាវិកពិសេសលោករស្នីតូ John B. Kirby មេបញ្ជាការកងម៉ារីនបាននិយាយនៅឯពិធីចុងក្រោយនៃការវាយប្រហារកន្លងមកដល់អង្គភាពរបស់សហរដ្ឋអាមេរិកដើម្បីហោះហើរ Harrier មនុស្សប្រហែល 5000 នៅស្ថានីយ៍អាកាស Marine Corps Air Station Cherry Point ក្នុងរដ្ឋ North Carolina បានមើលនៅពេលដែលយន្តហោះនេះបានបង្ហាញសមត្ថភាពដែលធ្វើឲ្យពួកគេមានភាពល្បីល្បាញរួមទាំងសមត្ថភាពសម្ដែងក្នុងការហោះឡើងទៅលើនិងចុះចតបញ្ឈរHarrier ត្រូវបានបំពាក់ដោយម៉ាស៊ីន turbofan តែមួយដែលរុញចេញពី vector ចេញតាមរយៈក្បាលម៉ាស៊ីនចំនួន4ដែលអាចបង្វិលពីផ្ដេកទៅបញ្ឈរសមត្ថភាពនោះបានធ្វើឲ្យយន្តហោះចម្បាំងអាចដំណើរការពីកន្លែងដែលគ្មានផ្លូវរត់ឬពីនាវានៃនាវាវាយប្រហារតាមអាកាសរបស់កងទ័ពជើងទឹកអាមេរិកមានន័យថាពួកគេអាចនៅជិតនឹងការប្រយុទ្ធជាក់ស្ដែងជាងយន្តហោះចម្បាំងផ្សេងទៀតដែលប្រតិបត្តិការពីមូលដ្ឋានអាកាសឬអាកាសយានដ្ឋានដែលមានផ្លូវរត់ពេញពីចម្ងាយលោក Mike Rotary អតីតអ្នកបើកយន្តហោះ Harrier បានប្រាប់គេហទំព័រ TASS and Purpose ថាយន្តហោះ The Harrier វាមិនត្រូវការអាកាសយានដ្ឋានទេគាត់បាននិយាយថាអ្វីដែលវាត្រូវការគឺកងម៉ារីនដែលហោះហើរវានិងក្រុមជំនួយការមួយចំនួនដើម្បីបំពេញវាដោយឧស្ម័ននិងផ្ទុកអាវុធនៅកន្លែងចុះចតដំបូងយោងតាមសារមន្ទីរអាកាសចរ Wing Over the Rockies បានឲ្យដឹងថាយន្តហោះទាំងនោះមាន6គ្រឿងសម្រាប់ដាក់គ្រាប់បែកឬគ្រាប់រ៉ុកែតព្រមទាំងកាណុង25មីលីម៉ែត្រដែលអាចបាញ់បាន300ជុំនេះបើយោងតាមសារមន្ទីរអាកាសចរ Wing Over the Rockies គេហទំព័ររបស់សារមន្ទីរបាននិយាយថាផ្ទុកបានពេញលេញ Harrier ផ្ទុកថាមពលភ្លើងច្រើនជាងយន្តហោះទម្លាក់គ្រាប់បែក B-17 Flying Fortress សម័យសង្គ្រាមលោកលើកទី2ក្នុងអំឡុងពេលប្រតិបត្តិការព្យុះវាលខ្សាច់ក្នុងឆ្នាំ1991នៅក្នុងប្រទេសអ៊ីរ៉ាក់មេបញ្ជាការអាមេរិកឧត្តមសេនីយ៍ Norman Stockcraft បានសរសើរ Harrier ថាជាអាវុធដ៏សំខាន់បំផុតមួយក្នុងចំណោមអាវុធដ៏សំខាន់ទាំង7នៃយុទ្ធនាការនេះបើយោងតាមសារមន្ទីរThe Harrier បានឃើញសកម្មភាពនៅក្នុងចំនួនរួមទាំង Operation Desert Shield និង Desert Storm យុទ្ធនាការ NATO ឆ្នាំ1999ប្រឆាំងនឹងអតីតយូហ្គោស្លាវីសង្គ្រាមនៅអាហ្វហ្គានីស្ថានសង្គ្រាមនៅអ៊ីរ៉ាក់អន្តរាគមន៍ឆ្នាំ2011នៅលីប៊ីការប្រយុទ្ធប្រឆាំងនឹង ISIS នៅទូទាំងមជ្ឈិមបូព៌ាហើយថ្មីបំផុតនៅក្នុងសមុទ្រការ៉េបៀនដែលជាផ្នែកមួយនៃកងនាវាចររបស់សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅខាងក្រៅប្រទេសនៃវេស៊ុយអេឡាមុនពេលការចាប់ខ្លួនលោក Nicolas Maduro នៅក្នុងខែមករាការចាញ់ផ្សាយរបស់កងម៉ារីនបាននិយាយថាម្ដងហើយម្ដងទៀត Harrier បានសម្គាល់ខ្លួនវាថាជាវេទិកាអាកាសដ៏សាហាវដែលមានសមត្ថភាពនិងអាចប្រើប្រាស់បានពីខ្ញុំបាទសូមប្រសិទ្ធ CFN TV